កម្ពុជាបដិសេធការចោទប្រកាន់ថៃបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់គណៈកងទ័ពថៃបាញ់កំភ្លើង4លើកនៅព្រំដែនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនព័ត៌មានដល់សាធារណជននិងអន្តរជាតិមេត្តាជ្រាបថានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មានเพจផ្លូវការរបស់កងទ័ពជើងគោកថៃនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យុទ្ធភូមិភាគទី2ដោយឮសំឡេងកាំភ្លើងសំឡេងផ្ទុះគ្រាប់បែករកឃើញការចូលចិត្តលួសបន្លាហើយការបាញ់ដើម្បីពិនិត្យមើលរយៈចម្ងាយក្រសួងការពារជាតិសូមគូសបញ្ជាក់ថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយការលើកឡើងរបស់ភាគីថៃឡើយបើយោងតាមការបញ្ជាក់ពីកងកម្លាំងរបស់កម្ពុជាដែលឈរជើងនៅជួរមុខបានឲ្យដឹងថានៅរំលងអត្រាថ្ងៃទី25ខែកញ្ញាឆ្នាំ2025នៅវេលាម៉ោង 2:57 នាទីព្រឹកមានផ្ទុះការបាញ់កំភ្លើងនៅខាងភាគីថៃចំនួន1គ្រាប់នៅវេលាម៉ោង 5:00 នាទីព្រឹកមានផ្ទុះការបាញ់កំភ្លើងនៅខាងភាគីថៃចំនួន1គ្រាប់នៅវេលាម៉ោង 6:00 នាទីព្រឹកមានការផ្ទុះការបាញ់កំភ្លើងនៅខាងភាគីថៃចំនួន1គ្រាប់នៅវេលាម៉ោង 7:00 នាទីព្រឹកមានការផ្ទុះការបាញ់កំភ្លើងនៅខាងភាគីថៃចំនួន1គ្រាប់កងកម្លាំងរបស់កម្ពុជាបានគូសបញ្ជាក់សារជាថ្មីនៅការបដិញ្ញាយ៉ាងពេញលេញចំពោះការគោរពនិងអនុវត្តនៅកិច្ចព្រមព្រៀងនិបត្តិឈប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងម៉ឺងម៉ាត់និងខ្ជាប់ខ្ជួនបំផុតជាមួយនឹងស្មារតីនៃការបដិញ្ញាចិត្តក្នុងការសហការគ្នាក្នុងគ្រប់កម្រិតកម្ពុជាតែងតែរក្សានូវកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងនោះផងដែរក្រុមទំនាក់ទំនងរវាងកម្ពុជានិងថៃនៅជួរមុខគឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំតាមរយៈការផ្ដល់ព័ត៌មានឬការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬបង្កភាពតានតឹងណាមួយដែលមិនចាំបាច់ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវដល់សាធារណជននិងអន្តរជាតិឲ្យជ្រាបនិងយល់ច្បាស់អំពីជំហររបស់កម្ពុជាដែលតែងតែបដិញ្ញាចិត្តរក្សាសន្តិភាពនិងស្ថិរភាពនៅតាមបណ្ដាព្រំដែនរវាងប្រទេសទាំងពីរ